សួស្តីហ្វេនៗទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សថាសម្រាយរឿងថ្ងៃនេះ Admin មកធ្វើការសម្រាយរឿងបន្តគឺរឿងបេះដូងស្នេហ៍ក្នុងសមរភូមិអំណាចភាគទី5ដែលជាភាគបន្តបើសិនជាហ្វេនៗចូលចិត្តសូមកុំភ្លេចជួយចុច comment ខាងក្រោមផងដើម្បីឲ្យ Admin បានដឹងថារឿងនេះគឺហ្វេនៗចូលចិត្តឬមិនចូលចិត្តដើម្បីឲ្យ Admin មានទឹកចិត្តក្នុងការធ្វើការសម្រាយជូននៅភាគបន្តទៀតតោះកុំមកខាតពេលយូរសូមអញ្ជើញចូលមកទស្សនាជាមួយនឹងការសម្រាយរបស់ Admin ទាំងអស់គ្នាសម្រាប់បងប្អូនដែលមានតម្រូវការចង់បានជាសម្លៀកបំពាក់បុរសក៏ដូចជាសម្លៀកបំពាក់នារីអីអាចតាក់ទង Admin បានណាចាំ Admin ដាក់ link page ចូលក្នុង comment ខាងក្រោមឬមួយវិញទៀតអាចតាក់ទងតាមរយៈលេខ Telegram នៅខាងលើវីដេអូនេះបានណាសាច់រឿងបន្តនៅភាគទី5នេះបានបង្ហាញឲ្យយើងឃើញថាព្រះអង្គម្ចាស់ឆានសាគេបានចូលគាល់ព្រះមហាក្សត្រីយ៉ានីហើយគេក៏បានយំយាយរំអួយដល់ព្រះមហាក្សត្រីយ៉ានីផងដែរដែលគេស្នើសុំឲ្យព្រះមហាក្សត្រីយ៉ានីរកយុត្តិធម៌ឲ្យគេផងពេលនោះដែរព្រះមហាក្សត្រីយ៉ានីក៏បានសួរគេថាតើឯងមានរឿងអ្វីបានជាចង់ឲ្យយើងរកយុត្តិធម៌ឲ្យឯងនោះភ្លាមនោះដែរព្រះអង្គម្ចាស់ឆានសាគេក៏បានទូលទៅកាន់ព្រះមហាក្សត្រីយ៉ានីថាទូប្រុសរបស់យើងស៊ីវីអ៊ីនេះគឺគេបានត្រឡប់មកវិញហើយកន្លងមកនោះដែលមានព័ត៌មានថាទូប្រុសរបស់យើងបានស្លាប់នៅក្នុងសមរភូមិនោះគឺមិនមែនជាព័ត៌មានពិតនោះទេគឺជាព័ត៌មានคล้ายៗតែប៉ុណ្ណោះមិនតែប៉ុណ្ណោះព្រឹកមិញហ្នឹងគឺទូប្រុសរបស់យើងបានដឹកនាំទាហានមួយក្រុមចូលទៅអុកឡុកកម្មវិធីជួបជុំអ្នកតែងកណ្ណាបរបស់គេនោះនៅឯទីក្រុងឡានថៃទៀតផងមិនតែប៉ុណ្ណោះព្រះអង្គម្ចាស់ឆានសាគេក៏បានរាយការណ៍ប្រាប់ព្រះមហាក្សត្រីយ៉ានីផងដែរថាទូប្រុសរបស់យើងគឺជាមនុស្សខុសខើខ្លាំងណាស់គឺគេហ៊ានសម្លាប់មន្ត្រីរាជការផងដែរគឺលោកម្ចាស់វ័យនិងកងតុងព្រោះតែអ្នកទាំងពីរនឹងមិនព្រមតែងកណ្ណាប់ទៅតាមអ្វីដែលគេចង់បានដូច្នេះហើយទើបគេចូលគាល់ព្រះមហាក្សត្រីយ៉ានីឲ្យរកយុត្តិធម៌ឲ្យគេព្រោះតែទង្វើដែលទូប្រុសធ្វើនេះគឺជាទង្វើក្បត់ជាតិដែលមិនអាចលើកលែងទោសឲ្យគេបាននោះទេព្រះមហាក្សត្រីយ៉ានីស្ដាប់ហើយគឺទ្រង់មានការភ្ញាក់ផ្អើលផងដែរព្រោះតែទ្រង់គិតថាទូប្រុសរបស់យើងបានស្លាប់បាត់បង់ជីវិតទៅហើយមិននឹកស្មានថាគេនៅរស់រានមានជីវិតនៅឡើយនោះទេហើយទ្រង់ក៏បានសួរបញ្ជាក់ទៅកាន់ព្រះអង្គម្ចាស់ឆាងសាថាតើទូប្រុសរបស់យើងមកនឹងគឺមានដឹកនាំទ័ពមកជាមួយដែរឬទេព្រះអង្គម្ចាស់ឆានសាគេក៏បានទូលទៅវិញថាគឺគេពុំបានដឹកនាំទ័ពមកនោះទេគឺគេមកតែទាហានប្រមាណអ្នកតែប៉ុណ្ណោះព្រះមហាក្សត្រីយ៉ានីស្ដាប់ហើយទ្រង់ក៏ធូរប្រទៃឡើងវិញព្រោះតែទ្រង់គិតថាទូប្រុសមិនបានដឹកនាំទ័ពមកដូច្នេះគេគ្មានគំនិតបះបោរជាមួយនឹងព្រះនគរនោះទេម្យ៉ាងវិញទៀតបើសិនជាមានសកម្មភាពអ្វីមិនស្រួលនោះគឺគាត់ច្បាស់ជាដឹងជាក់ជាមិនខាននិយាយរួមទៅគឺព្រះមហាក្សត្រីយ៉ានីនេះក៏មិនមែនជាមនុស្សល្អប្រមាណដែរគឺគាត់មិនសិតទុកចិត្តនឹងទូប្រុសរបស់យើងប្រមាណដែរហ្នឹងគឺគាត់បានបញ្ជូនក្មួយស្រីរបស់គាត់គឺព្រះនាងយុនជីនឹងឲ្យទៅរៀបអភិសេកជាមួយនឹងទូប្រុសរបស់យើងដើម្បីឲ្យព្រះនាងយុនជីនឹងឃ្លាំមើលពីសកម្មភាពទូប្រុសរបស់យើងបើសិនជាមានសកម្មភាពអ្វីមិនស្រួលគឺឲ្យព្រះនាងយុនជីនឹងរាយការណ៍ប្រាប់គាត់ដូច្នេះហើយគឺគាត់ពុំសូវមានការព្រួយបារម្ភនោះទេព្រះអង្គម្ចាស់ឆាងសាគេស្ដាប់ហើយគឺគេនៅតែបន្ទុកចិត្តទៅលើទូប្រុសរបស់យើងដដែលគឺគេនៅតែទទូចឲ្យព្រះមហាក្សត្រីយ៉ានីគឺបន្តដាក់ទោសទូប្រុសរបស់យើងព្រោះតែទូប្រុសរបស់យើងគឺគេហ៊ានសម្លាប់មន្ត្រីរាជការតាមចិត្តដូច្នេះថ្ងៃណាមួយគេនឹងមានបំណងមិនល្អចំពោះព្រះនគរជាជាមិនខានមិនតែប៉ុណ្ណោះព្រះអង្គម្ចាស់ឆាងសាគេក៏បានផ្ដល់យោបល់ជូនដល់ព្រះមហាក្សត្រីយ៉ាងនេះផងដែរថាពេលនេះដែរគឺព្រះអង្គកំពុងតែអាពាហ៍ដូច្នេះការដឹកនាំគឺនៅមានការខ្វះចន្លោះខ្លាំងណាស់រីឯក្រុមមន្ត្រីមួយចំនួននឹងក៏នៅមានការច្បុះច្បល់ផងដែរបើសិនជាថ្ងៃណាមួយទូប្រុសរបស់យើងគេបានដឹកនាំទ័ពយកមកបះបោរនៅក្នុងព្រះបរមរាជវាំងនោះរាជវាំងច្បាស់ជាដួលរលំជាក់ជាមិនខានដូច្នេះសូមព្រះមហាក្សត្រីយ៉ាងនេះទ្រង់ពិចារណាលើរឿងនេះផងដែរចំណែកឯព្រះមហាក្សត្រីយ៉ាងនេះវិញទ្រង់ស្ដាប់ហើយទ្រង់ក៏សួរយោបល់ទៅកាន់ឆាងសាវិញថាតើឯងមានគំនិតយ៉ាងណាដែរពេលនោះដែរព្រះអង្គម្ចាស់ឆាងសាគេក៏បានទូលទៅកាន់ព្រះមហាក្សត្រីយ៉ាងនេះថាសូមព្រះមហាក្សត្រីយ៉ាងនេះប្រគល់ក្រុមអង្គរៈការពាររាជវាំងឲ្យគេជាអ្នកគ្រប់គ្រងហើយគេសន្យាថាគេនឹងកម្ចាត់ទូប្រុសរបស់យើងឲ្យស្លាប់បាត់បង់ជីវិតជាជាមិនខានព្រះមហាក្សត្រីយ៉ាងនេះទ្រង់ស្ដាប់ហើយទ្រង់ក៏បានសញ្ជឹងគិតមួយសន្ទុះព្រោះតែទ្រង់បន្ទុកចិត្តទៅលើព្រះអង្គម្ចាស់ឆាងសានោះទេទោះបីជាព្រះអង្គម្ចាស់ឆាងសានឹងជាក្មួយប្រុសរបស់គាត់ក៏ដោយគាត់បន្ទុកចិត្តនោះដែររំពេចនោះស្រាប់តែមានអាមាត្យម្នាក់គេក៏បានចូលគាល់ព្រះមហាក្សត្រីយ៉ាងនេះថាពេលនេះដែរគឺព្រះអង្គកំពុងតែធ្វើទុកខ្លាំងគឺឲ្យព្រះមហាក្សត្រីយ៉ាងនេះយើងចូលទៅមើលហើយព្រះមហាក្សត្រីយ៉ាងនេះក៏បានបញ្ជាឲ្យគេកោះហៅរាជពេទ្យជាបន្ទាន់ដើម្បីឲ្យគាត់ចូលទៅមើលពីអាការៈរោគរបស់ព្រះរាជាផងដែរពេលដែលព្រះមហាក្សត្រីយ៉ាងនេះយើងចេញទៅបាត់ទៅពេលនោះដែរព្រះអង្គម្ចាស់ឆានសាគេចាប់ផ្ដើមគិតថាកន្លងមកហ្នឹងព្រះមហាក្សត្រីយ៉ាងនេះប្រើគេនឹងគឺគ្រាន់តែយកគេធ្វើជាឈ្នន់តែប៉ុណ្ណោះដូច្នេះហើយគ្រាន់តែគេស្នើសុំសិទ្ធិកាន់កាប់ក្រុមអង្គរៈតែប៉ុណ្ណោះបែរជាគាត់មិនព្រមឲ្យគេកាន់កាប់អញ្ចឹងមានន័យថាព្រះមហាក្សត្រីយ៉ាងនេះនឹងគឺបំដៅទុកគេក្នុងកសែភ្នែកនោះទេមិនតែប៉ុណ្ណោះគេក៏បានសម្លឹងមើលទៅឯរាជបល្ល័ង្កផងដែរគេថាថ្ងៃណាមួយគេនឹងអង្គុយលើរាជបល្ល័ង្កឲ្យទាន់តែបានហើយក៏មិនទោសថាគេនឹងគឺជាមនុស្សគ្មានធម៌មេត្តាឲ្យសោះកាន់មើលខាងទូប្រុសយើងឯនេះវិញពេលនៅដែរអានមីងដែលជាបងប្រុសរបស់ទូប្រុសរបស់យើងនឹងគេក៏បាននិយាយជាមួយនឹងទូប្រុសយើងថាព្រះមហាក្សត្រីយ៉ាងនេះបានបញ្ជូនក្មួយស្រីរបស់គាត់គឺព្រះនាងយុនជីនឹងឲ្យមកគ្រងរាជអភិសេកជាមួយនឹងទូប្រុសរបស់យើងមិនតែប៉ុណ្ណោះអានមីងគេក៏បាននិយាយប្រាប់ទូប្រុសរបស់យើងថា
ព្រះនាងយន្តជីនឹងគឺជានារីស្រស់ស្អាតសភារិសាថ្លៃថ្នូរគឺនាងពុំមែនជាមនុស្សទៅលើបើរពើរប៉ោចនោះទេហើយព្រះនាងយន្តជីនឹងគឺជានារីដែលចូលចិត្តអានសៀវភៅខ្លាំងណាស់មិនតែប៉ុណ្ណោះគឺគ្រប់ពេលនាងតែងតែបួងសួងសុំឲ្យទូប្រុសរបស់យើងនៅរស់រានមានជីវិតហើយធ្វើសង្គ្រាមឈ្នះអស់ខ្មាំងសត្រូវគ្រប់សមរភូមិនិងសុំឲ្យទូប្រុសរបស់យើងឆាប់បានវិលត្រឡប់មកដំណាក់វិញផងដែរនិយាយរួមទៅគឺអានមីងគេព្យាយាមនិយាយលើកសរសើរពីព្រះនាងយន្តជីនឹងយ៉ាងខ្លាំងប៉ុន្តែទោះបីជាគេនិយាយយ៉ាងណាក៏ដោយក៏ទូប្រុសរបស់យើងគឺមិនខ្ចីមាត់ជាមួយគេដែរដល់ពេលគេឃើញទូប្រុសរបស់យើងអត់មកអត់កគេខំប្រឹងក្អកផងក៏ហេមផងអញ្ចឹងឲ្យទូប្រុសរបស់យើងនិយាយមួយគេដល់ពេលមកស្ទុះក្រោយមកស្រាប់តែកូនចៅរបស់ទូប្រុសរបស់យើងឈិនឡុងគេក៏បានចូលមកជួបជាមួយទូប្រុសរបស់យើងហើយឈិនឡុងហ្នឹងគេក៏បានអង្កសឹបទូប្រុសរបស់យើងថាគឺគេបានស៊ើបដឹងហើយថាតួស្រីរបស់យើងហ្នឹងគឺជាកូនរបស់រាជគ្រូហ៊ុយគួយហើយតួស្រីរបស់យើងជាយូហ្នឹងក៏ជាសំណប់ចិត្តរបស់ព្រះអង្គម្ចាស់ឆាងសាននោះដែរព្រោះតែព្រះអង្គម្ចាស់ឆាងសានគឺគេធ្លាប់បានលើកចំនួនទៅចូលស្ដីដណ្ដឹងតួស្រីរបស់យើងយកមកធ្វើជាអគ្គមហាសីវូអ៊ីរបស់យើងគេស្ដាប់ហើយគឺគេពេញចិត្តយ៉ាងខ្លាំងហ្មងហើយគេញញឹមថាដូចជាគេមានបំណងអ្វីមួយអញ្ចឹងភ្លាមនៅដែរអានមីងដែលជាបងប្រុសរបស់ទូប្រុសរបស់យើងនឹងគេចាប់ផ្ដើមក្តៅស្លឹកជីអីដល់ឃើញទូប្រុសរបស់យើងមិនខ្វល់ទៅលើអ្វីដែលគេនិយាយដល់ពេលហ្នឹងគេបានគួរតកយ៉ាងខ្លាំងហើយគេក៏ស្រែកឲ្យទូប្រុសរបស់យើងថាពេលនេះគេកំពុងនិយាយមួយទូប្រុសហើយដែលបានជាទូប្រុសមិនព្រមស្ដាប់អ្វីដែលគេនិយាយអញ្ចឹងវូអ៊ីរបស់យើងលឺហើយក៏គេឆ្លើយទៅកាន់អានមីងថាបើសិនជាឯងដឹងពីព្រះនាងច្បាស់យ៉ាងហ្នឹងហេតុអីបានជាឯងមិនព្រមរៀបអភិសេកជាមួយនឹងព្រះនាងខ្លួនឯងទៅបានជាមកឲ្យយើងរៀបអភិសេកទៅវិញទូប្រុសនិយាយបែបនេះគឺគេមិនដឹងថាព្រះនាងកំពុងតែឈរនៅខាងក្រៅស្ដាប់គេនោះទេនិយាយចាស់តួប្រុសរបស់យើងជាមួយនឹងឈីឡុងក៏បានដើរចេញមកក្រៅវ៉ាជាមួយនឹងព្រះនាងតែម្ដងហើយគេក៏បានសួរទៅកាន់ព្រះនាងថាតើនាងគឺជាព្រះនាងយន្តជីងនឹងមែនហើយព្រះនាងយន្តជីងក៏បានអោនគោរពតួប្រុសថានាងនឹងហើយគឺជាព្រះនាងយន្តជីងនិយាយរួមទៅគឺតួប្រុសអត់ទាន់ស្គាល់ព្រះនាងយន្តជីងថាជាណាទេដល់ពេលអញ្ចឹងទៅក៏គេដឹងថានាងជាព្រះនាងយន្តជីងគេក៏បានអោនគោរពហើយគេក៏បាននិយាយថារីរីនឹងបានជួបព្រះនាងហើយគេក៏បានដើរចេញទៅឆ្កុយទុកឲ្យព្រះនាងនៅជាមួយនឹងអានមីងមើលមុខគ្នាលីឡង់នៅហ្នឹងទៅពេលដែលតួប្រុសរបស់យើងចេញទៅបាត់ទៅពេលនោះដែរព្រះនាងជាមួយនឹងអានមីងក៏បានគោរពលាគ្នាទៅវិញមកទៅហើយអេដមីនសង្ស័យថាអានមីងនឹងលួចក្រាស់លើពនាងទេបានជាគេពេលដែលជួបពនាងគឺគេធ្វើមុខឡើងរីករាយហ្មងហ្នឹងហើយគេស្វែងយល់ពីពនាងបានច្រើនមែនតើកាត់មកមើលនៅក្នុងព្រះបរមរាជវាំងនោះវិញពេលនោះដែរទូប្រុសរបស់យើងក៏បានចូលកប់ព្រះមហាក្សត្រីយ៉ានីហើយទូប្រុសរបស់យើងក៏បាននិយាយប្រាប់ព្រះមហាក្សត្រីយ៉ានីថាទាហានបៃហ្វូរបស់គេនឹងគឺបានធ្វើពុតជាចាញ់ដើម្បីបញ្ឆោតឲ្យក្រុមទាហានរបស់នគរជីងនឹងសម្រុកចូលទៅក្នុងទ្វារក្រុងហើយបន្ទាប់មកក្រុមទាហានបៃហ្វូរបស់ទូប្រុសបានឡើងពាត់ពួកគេហើយបានសម្លាប់ពួកទាហាននគរជីងនឹងស្លាប់អស់គ្មានសល់នោះទេមិនតែប៉ុណ្ណោះគឺគេបានដណ្ដើមបានក្រុងចំនួន5ផងដែរយកមកកាន់កាប់នៅក្រោមការគ្រប់គ្រងរបស់ទូប្រុសរបស់យើងមិនតែប៉ុណ្ណោះទូប្រុសរបស់យើងគេក៏បានបកគលនៅបញ្ជីឈ្មោះមេតបក៏ដូចជាទាហានដែលមានគុណសម្បត្តិទាំងប្រមាណនឹងជូនដល់ព្រះមហាក្សត្រីយ៉ានីដើម្បីឲ្យព្រះមហាក្សត្រីយ៉ានីផ្ដល់រង្វាន់លើកទឹកចិត្តឲ្យពួកគេផងដែរគ្រានោះដែរក៏មានមន្ត្រីមួយចំនួនគេចេញមកតវ៉ាជាមួយនឹងទូប្រុសយើងថាគឺទូប្រុសរបស់យើងពុំស័ក្តិសមទទួលបានប្រាក់រង្វាន់នោះទេព្រោះតាមសាមញ្ញហ្នឹងគឺទូប្រុសរបស់យើងហ៊ានល្មើសនឹងច្បាប់នគរដែលគេហ៊ានសម្លាប់លោកម្ចាស់វ័យក៏ដូចជាកងតុងផងដែរដែលទង្វើទៅនេះគឺជាទង្វើក្បត់ជាតិហើយក៏មានមន្ត្រីមួយចំនួនទៀតគេចេញមកគាំទ្រផងដែរថាទូប្រុសរបស់យើងគឺជាជនក្បត់ជាតិដូច្នេះគឺពុំស័ក្តិសមទទួលបានគុណសម្បត្តិអ្វីនោះទេមិនតែប៉ុណ្ណឹងក្រុមមន្ត្រីទាំងអស់ហ្នឹងគេក៏បានស្នើសុំឲ្យព្រះមហាក្សត្រីយ៉ានីនឹងដាក់ទោសទៅលើទូប្រុសរបស់យើងផងដែរចំណែកឯទូប្រុសរបស់យើងវិញគេក៏បានទូទៅកាន់ព្រះមហាក្សត្រីយ៉ានីថាកងតុងហ្នឹងគឺគេបានលួចចូលដៃចូលជើងជាមួយនឹងខ្មាំងសត្រូវដែលគេផ្ដល់ព័ត៌មានសម្ងាត់តាក់ទងទៅនឹងទាហានរបស់បៃហ្វូទូប្រុសរបស់យើងហ្នឹងឲ្យទៅខាងសត្រូវបានដឹងចំណែកឯលោកម្ចាស់វ័យវិញគឺគាត់មានតួនាទីក្នុងការគ្រប់គ្រងអាវុធទិញអាវុធចេញចូលហ្នឹងប៉ុន្តែតាក់ទងទៅនឹងអាវុធហ្នឹងគឺគាត់កំងចេញមកហ្នឹងគឺពុំបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវទេគឺគាត់កំងយកតែអាវុធណាអន់តែប៉ុណ្ណោះដូច្នេះហើយអ្នកទាំងពីរហ្នឹងគឺមានការកັບកេងប្រាក់របស់រាជការយ៉ាងច្រើនហើយទូប្រុសរបស់យើងគេក៏បានបង្ហាញបញ្ជីស្នាមជាច្រើនដែលជាផុសតាងជូនដល់ព្រះមហាក្សត្រីយ៉ានីផងដែរហើយគេក៏បន្តនិយាយថាដោយសារតែគេស៊ើបដឹងថាអ្នកទាំងពីរហ្នឹងជាជនក្បត់ព្រះនគរទើបបានពួកគេហ្នឹងធ្វើអត្តឃាតដល់ខ្លួនឯងគ្រាន់តែលើទូប្រុសរបស់យើងថាកងតុងជាមួយនឹងលោកម្ចាស់វ័យធ្វើអត្តឃាតដល់ខ្លួនឯងភ្លាមពេលនោះដែរមន្ត្រីទាំងអស់នោះគេក៏បានnokគ្នាចេញមកតវ៉ាថាគឺគេបានឃើញទូប្រុសរបស់យើងសម្លាប់អ្នកទាំងពីរនោះដោយផ្ទាល់នឹងភ្នែកដូច្នេះគេក៏បានស្នើសុំឲ្យព្រះមហាក្សត្រីយ៉ានីនឹងគឺស៊ើបឲ្យបានច្បាស់មុននឹងជឿជាក់ទៅលើសម្ដីរបស់ទូប្រុសយើងតែត្រូវបានទូប្រុសរបស់យើងឆ្លើយបកវិញថាកម្មវិធីប្រជុំអ្នកតែងកណាមហ្នឹងគឺជាកម្មវិធីមួយដែលរៀបចំឡើងដោយព្រះអង្គម្ចាស់ឆាងសាហើយអ្នកគ្រប់គ្នាសុទ្ធតែដឹងថាព្រះអង្គម្ចាស់ឆាងសាគឺជារាជបុត្រជាខ្សែស្រឡាយរបស់រាជវង្សតែធ្វើមិនដេចទៅគេហ៊ានសម្លាប់មន្ត្រីទាំងពីរនាក់នោះនៅចំពោះពភៈរបស់ព្រះអង្គម្ចាស់ឆាងសាបាននោះ
មិនតែប៉ុណ្ណោះទូប្ររបស់យើងក៏បានឆ្លៀតសួរបញ្ជាក់ទៅខាងព្រះអង្គម្ចាស់ឆាន់សាថាតើអ្នកទាំងពីរហ្នឹងគឺពិតជាបានធ្វើអត្តឃាតដល់ខ្លួនឯងមែនឬទេឬមួយក៏គេជាអ្នកសម្លាប់ឯព្រះអង្គម្ចាស់ឆាន់សាគេមិនហ៊ានឆ្លើយថាទូប្រយើងជាអ្នកសម្លាប់តាមត្រង់ទៅព្រោះតែគេធ្លាប់ត្រូវបានទូប្ររបស់យើងគម្រាមកំហែងកាលពីមុនដែរហ្នឹងណាហើយគេក៏បានកុហកថាអ្នកទាំងពីរហ្នឹងគឺជាអ្នកធ្វើអត្តឃាតដល់ខ្លួនឯងនោះទេទូប្ររបស់យើងមិនបានពាក់ព័ន្ធនោះឡើយដល់ឃើញសភាពការតានតឹងបែបនេះពេលនោះដែរព្រះមហាក្សត្រត្រៃយ៉ានីទ្រង់ក៏មានបន្ទូលថាទ្រង់ជឿជាក់ទៅលើសមត្ថភាពនៃការដឹកនាំរបស់ទូប្ររបស់យើងហើយម្យ៉ាងវិញទៀតនោះទូប្រក៏ដូចជាទាហានបៃហ្វូរបស់ទូប្រហ្នឹងគឺពួកគេមានស្នាដៃល្អៗជាច្រើនក្នុងការការពារទឹកដីពីខ្មាំងសត្រូវផងដែរដូច្នេះពួកគេសុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួនហើយព្រះមហាក្សត្រយានេះទ្រង់ក៏មានបន្ទូលថានឹងផ្ដល់រង្វាន់ឲ្យទាហានទាំងអស់ហ្នឹងគ្រប់គ្នាហើយទូប្ររបស់យើងក៏ទទួលបានរង្វាន់ដែរទ្រង់បំរុងថានឹងឲ្យរង្វាន់អីហើយប៉ុន្តែត្រូវបានទូប្ររបស់យើងនិយាយកាត់ថាចំពោះខ្លួនគេគឺគេមិនត្រូវការរង្វាន់អ្វីនោះទេគឺគេចង់បានតែម្យ៉ាងគត់គឺគេស្នើសុំរៀបអភិសេកជាមួយនឹងកូនស្រីរបស់លោកម្ចាស់ហួយគួយដែលជាទូស្រីរបស់យើងនឹងឯងគ្រាន់តែឮថាទូប្ររបស់យើងគេបានស្នើសុំរៀបអភិសេកជាមួយនឹងជាយូដែលជាទូស្រីរបស់យើងនោះភ្លាមពេលនោះដែរធ្វើឲ្យមន្ត្រីទាំងអស់ហ្នឹងជាពិសេសនោះគឺលោកម្ចាស់ហួយគួយព្រះអង្គម្ចាស់ឆាងសាក៏ដូចជាព្រះមហាក្សត្រយានីនោះឯងគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែពួកគេមនុស្សស្មានថាទូប្ររបស់យើងហ៊ានស្នើសុំរៀបអភិសេកជាមួយនឹងទូស្រីរបស់យើងបែបនេះនោះទេតាមពិតទៅទូប្ររបស់យើងស្នើសុំរៀបអភិសេកជាមួយនឹងទូស្រីនោះគឺគេមិនបានស្រឡាញ់ទូស្រីរបស់យើងនោះទេគឺគេចង់តែយកឈ្នះទៅលើព្រះអង្គម្ចាស់ឆាងសាតែប៉ុណ្ណោះព្រោះតែគេដឹងថាព្រះអង្គម្ចាស់ឆាងសាគឺមានបំណងចង់ចូលស្ដីដណ្ដឹងយកទូស្រីរបស់យើងមកធ្វើជាអគ្គមហេសីសាច់រឿងក៏បានកាត់ស្លាច់ត្រឹមហ្នឹងដូច្នេះសូមកុំភ្លេចជួយចុះ Subscribe Channel Amy ម្នាក់មួយផងណាដើម្បីងាយស្រួលក្នុងការទស្សនានៅភាពបន្តទៀតសូមអរគុណសូមជម្រាបលា